បាទថ្ងៃនេះយើងចូលមកស្ដាប់រឿងក្មេងពូកែលួចប៊ិចគេរាល់ថ្ងៃកុំឲ្យស៊ីពេលវេលាយូរយើងចូលមកស្ដាប់ទាំងអស់គ្នាកាលពីព្រេងណាយមានក្មេងនោះចាប់ផ្ដើមភ្លីភ្លើអត់គ្រប់ទឹកហើយក្មេងនោះក៏ចាប់ផ្ដើមចេញដើរលួចប៊ិចគេហើយអ្នកខ្លះដឹងក្មេងនោះលួចប៊ិចគេហើយគេក៏ចាប់ក្មេងនោះយកទៅបោះចោលក្នុងទឹកអ្នកខ្លះចាប់យកទៅធ្វើទារុណកម្មហើយអ្នកខ្លះទៀតក៏បានស្ទាក់វាយហើយក្មេងនោះអត់ការងារធ្វើពេកទៅរៀនតែគិតតែពីផោមដាក់គេហើយគេក៏បានរកវាយហើយក្មេងនោះមិនសូវហ៊ានវាយគេទេដោយសារកម្លាំងស្រាលហើយក្មេងនោះពេលឃើញគេមានរបស់ស៊ីទៅដណ្ដើមសុំគេស៊ីរាល់ថ្ងៃមិនដែលផាកសុំគេស៊ីសោះហើយក្មេងនោះអត់ការងារធ្វើពេកទៅលេងទឹកហើយពេលមកផ្ទះវិញម៉ែទៅរំពាត់វាយរាល់ថ្ងៃហើយក្មេងនោះអត់ការងារធ្វើពេកទៅក៏យកដំបទៅវាយឃ្មុំស្រាំងនឹងអោម៉ាល់ហើយអោម៉ាល់ស្រាំងនឹងឃ្មុំដេញខ្ទេចក្មេងនោះហើយក្មេងនោះក៏បានរត់ស្រែកពេញដីហើយក្មេងនោះអត់ការងារធ្វើពេកទៅក៏បានយកកង់ទៅជិះក្នុងទឹកលេងហើយពេលមកផ្ទះវិញម៉ែដេញខ្លួនកូននោះជិះកង់លេងក្នុងទឹកហើយម៉ែក៏បានយករំពាត់ធំមកដេញវ័យក្មេងនោះរឿងសង្ខេបមានតែប៉ុណ្្នឹងទេហើយសូមចុច like ហើយចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀត